មានដំណើរមួយបាននិទានតគ្នាថានៅក្នុងសម័យកាលមួយនៅឯជនបទមានគ្រូមន្តអាគមម្នាក់ដែលរៀនចេះចាំសពមន្តអាគមអូមអាមស្ដោះផ្លុំមើលជំងឺអ្នកស្រុកសត្វគោក្របីនិងបកប្រែពីឧត្បាតព្រះឥន្ទព្រះព្រំព្រះព្រាយគ្រោះកាចឧបតបចង្រៃក្តីនិងវាយអំពើអាបធ្មប់ផ្សេងចេញពីរូបអ្នកភូមិផងស្រឡាញ់រាប់អានគាត់ណាស់គេតែងតែហៅគាត់ថាគ្រូចាស់ស្រុកគ្រូចាស់ស្រុកម្នាក់នេះបានអ្នកភូមិជឿជាក់ថាមានបារមីគ្រូបាព្យាយជាលោកតាដំបងដែកគាត់តែងតែស្លៀកសពាក់សដោយមានឈើច្រត់រលោងស្រិលឆ្លាក់ជាក្បាលសត្វនាគរីឯពុកមាត់វិញឡើងស្រមោមសខ្មៅធ្វើដំណើររាងកោងបន្តិចចំណែកនៅក្នុងភូមិមួយទៀតឯនោះវិញក៏មានគ្រូមន្តអាគមម្នាក់ផ្សេងទៀតដែរដែលគាត់មានឈ្មោះថាមហាអាគមដែលពូកែផងដែរអ្នកស្រុកជឿថាគាត់មានបារមីជាគ្រូសិលដោយសារចិត្តបាបរបស់គាត់ធ្វើអំពើប្រើប្រាស់ក្បួនក្នុងផ្លូវងងឹតបំពានលើអ្នកដទៃនិងធ្វើឲ្យអ្នកស្រុកភូមិពុំចូលចិត្តគាត់ទេក៏ជាទីគោរពចំពោះនឹងខៅមើលថៃនិងខុនផ្សេងផងដែរដែលតែងតែនិមន្តលោករៀបចំប្រដាប់និងគ្រឿងកម្ចាត់សត្រូវថ្ងៃមួយមានលោកសេដ្ឋីម្នាក់ដែលគាត់មានឈ្មោះថាសេដ្ឋីគង់ហ្វាដោយគាត់មានចិត្តក្តៅក្រហាយនឹងសេដ្ឋីកែវដែលធ្លាប់ជាមិត្តភក្តិរបស់គាត់បានរកស៊ីកាត់មុខនិងរបរជំនួញរបស់គាត់សេដ្ឋីគង់ហ្វាបានទៅផ្ទះលោកគ្រូមហាមន្តអាគមហើយក៏រៀបរាប់បំណងដែលខ្លួនចង់ឲ្យសេដ្ឋីកែវវិនាសលុះទៅដល់ផ្ទះលោកគ្រូគាត់ឃើញលោកគ្រូកំពុងអង្អែសត្វខ្លែងស្រាក់ក៏ក្រាបសំពះហើយនិយាយថាសួស្តីលោកគ្រូល្អហើយលោកសេដ្ឋីតើឯងមកទីនេះចង់ឲ្យយើងកំចាត់នរណាម្នាក់ហើយមែនទេបាទសម្ដេចព្រះនៃគ្រូខ្ញុំចង់កំចាត់អាកែវដែលវាបានមកកាត់មុខកាត់មាត់មុខជំនួញរបស់ខ្ញុំណាលោកគ្រូល្អហើយចូលលោកសេដ្ឋីត្រឡប់ទៅវិញសិនចុះយើងនឹងរៀបចំគ្រឿងរណ្ដាប់ទុករួចជាស្រេចតើលោកគ្រូត្រូវការគ្រឿងរណ្ដាប់អ្វីខ្លះកូនចៅនឹងរៀបចំឲ្យលោកគ្រូអញត្រូវការស្បែកក្របីមកជល់ដេបាវក្រចៅកន្ត្រៃច្រឹបនិងដីដំបូ3ដុំផងដែរលោកសេដ្ឋីហៅអ្នកបម្រើម្នាក់ដែលមានឈ្មោះថាកឹមនៅក្បែរនោះថាចូលឯងទៅរៀបចំនៅគ្រឿងរណ្ដាប់ថ្វាយព្រះគ្រូនៃអញឲ្យរួចរាល់សុំត្រឡប់ទៅផ្ទះវិញលុះល្ងាចបានមកម្ដងទៀតដើម្បីប្រារព្ធពិធីមិនបាច់មកទេលោកសេដ្ឋីពេលអញធ្វើពិធីអញមិនចង់ឲ្យអ្នកណាម្នាក់នៅក្បែរអញទេលោកសេដ្ឋីនៅតែផ្ទះចាំស្ដាប់ដំណឹងល្អទៅបានហើយបាទសម្ដេចព្រះគ្រូខ្ញុំបានឲ្យកូនចៅរកគ្រឿងរណ្ដាប់ថ្វាយរួចហើយពេលនេះខ្ញុំបាទសូមលាលោកគ្រូទៅផ្ទះសិនហើយកូនចៅជឿជាក់លើលោកគ្រូហើយលុះដល់យប់ឡើងលោកគ្រូក៏ធ្វើពិធីបញ្ជាឲ្យកូនរបស់គាត់ដែលមានឈ្មោះថាលឹមបង្កាត់ភ្លើងរួចឲ្យកូនចេញទៅនៅផ្ទះផ្សេងក្បែរផ្ទះដែលកំពុងធ្វើពិធីនោះដោយមានអ្នកបម្រើផ្សេងនៅថែរក្សាលោកគ្រូក៏បានចាប់ផ្ដើមអុជទៀនធូបលើទីអាសនៈនិងអញ្ជើញគ្រូធំមកសន្ធិដ្ឋក្នុងរូបដើម្បីប្រើអាគមសមតាមបំណងលោកគ្រូក៏បានយកស្បែកក្របីហើយយកមកជល់ដេបាវមកចាក់លើស្បែកនោះដោយសូត្រភាវនាបាលីជាប់ជានិច្ចមិនដាច់ពីមាត់សេដ្ឋីកែវដែលកំពុងដេកលើផ្ទះដ៏ធំស្កឹងស្កៃជាមួយនឹងសេដ្ឋីនេះដែលមានឈ្មោះថាលំអងហើយគាត់ក៏បានចាប់ផ្ដើមស្រែកឈឺសបសាច់ដូចគេចាក់អញ្ចឹងលោកគ្រូនោះក៏បានបោះស្បែកក្របីចូលទៅក្នុងក្អមដែលដាំទឹកកំពុងតែពុះនោះលោកសេដ្ឋីកែវក៏ស្រែកម្ដងហើយម្ដងទៀតដូចគោរោអញ្ចឹងហើយក៏បានសន្លប់ញាក់កន្ត្រាក់ដៃជើងមុខប្រែពណ៌ស្លេកស្លាំងហើយភ្នែកវិញឡើងក្រឡេកក្រឡាប់នាងលំអងស្រែកហៅអ្នកបម្រើស្រីឲ្យមកមើលជួយច្របាច់ដៃច្របាច់ជើងនាងតៃអើយចូលហងទៅហៅអាឆៃតាមពេទ្យមកលុះពេទ្យមកដល់នឹងពិនិត្យជំងឺជូនលោកសេដ្ឋីរួចក៏មិនដឹងថាជាជំងឺអ្វីដែរគ្រាន់តែឲ្យថ្នាំតាមនឹងទៅតើប្តីរបស់ខ្ញុំមកគាត់យ៉ាងម៉េចដែរពេទ្យមិនដឹងទាំងពីរនាក់ហើយមិនធ្លាប់ឃើញជំងឺបែបនេះពីមុនមកទេនាងសេដ្ឋីនេះក្តៅក្រហាយហើយក៏ដេញពេទ្យទាំងពីរនាក់នោះចេញទៅវិញទៅយាយចាស់ម្នាក់ដែលជាអ្នកបម្រើបានប្រាប់ទៅសេដ្ឋីនេះថាជំរាបលោកស្រីខ្ញុំគិតថាលោកសេដ្ឋីប្រហែលត្រូវអំពើគេហើយម្ចាស់ទៀនជ្រាបអញ្ចឹងតែយើងគួរធ្វើមិនដេចទៅ
ជំរាបលោកស្រីនៅឯភូមិខាងមុខមានគ្រូម្នាក់ដែលពូកែណាស់ខាងដោះអំពើអាបធ្មប់នឹងនាងខ្ញុំស្គាល់ផ្ទះលោកគ្រូច្បាស់ណាស់លោកស្រីទៀនជ្រាបបើអញ្ចឹងអាឆៃនឹងនាងសែមទៅតាមលោកយាយទៅដើម្បីអញ្ជើញលោកគ្រូមកទីនេះមិនបានទេលោកសេដ្ឋីនេះតើតែយកលោកសេដ្ឋីទៅផ្ទះលោកគ្រូផ្ទាល់ទើបអាចមើលបានលោកគ្រូមិនដើរឆ្ងាយពីផ្ទះបានទេសូមលោកស្រីជ្រាបសេដ្ឋីនេះគិតរួចក៏ត្រាស់បង្គាប់ដល់អ្នកបម្រើថាអញ្ចឹងនាងសែមចូលហងទៅហៅពួកអាស័យយ៉ាងរឹងស្នែងនិងពួកអ្នកបម្រើប្រុសមកដើម្បីយកលោកប្រុសទៅផ្ទះលោកគ្រូនោះឲ្យលឿនឡើងមានអ្នកបម្រើម្នាក់ដែលមានឈ្មោះថារ៉ែនបានចេញទៅក្រៅរបងរួចនាំដំណឹងនេះទៅប្រាប់ប្រុសម្នាក់ដែលឈរនៅខាងក្រៅផ្ទះលោកសេដ្ឋីកែវនោះថាបងខំមើលពេលនេះលោកសេដ្ឋីរបស់ខ្ញុំមកក៏ឈឺធ្ងន់ទាំងយប់គ្រូខ្មែរនឹងចិនសែឲ្យថ្នាំដង្កូវអ្វីក៏មិនកបដែរឥឡូវនេះត្រូវដឹកទៅផ្ទះលោកគ្រូនៅឯខាងមុខឯនោះទាំងយប់ហើយមើលទៅខ្ញុំប្រញាប់ទៅហើយណាបងមិនអីទេអូនណាទៅចោលមកពណ៌ដែងទៅវិញមុខជាលោកម្ចាស់ផ្ដល់រង្វាន់ឲ្យយើងជាមិនខានទេលុះមកដល់គេហដ្ឋានលោកសេដ្ឋីហ្វានាយខឹមអោនក្រាបនៅមុខបន្ទប់លោកសេដ្ឋីហើយឲ្យអ្នកបម្រើស្រីម្នាក់ទៅជម្រាបលោកសេដ្ឋីលោកសេដ្ឋីក៏ឲ្យនាយខឹមចូលមកហើយក៏បាននិយាយថាយ៉ាងម៉េចហើយនាយខឹមបាទលោកសេដ្ឋីសូមជ្រាបពេលនេះលោកសេដ្ឋីកែវឈឺរវារវើយកន្ត្រាក់ញាក់សម្បើមណាស់ដាក់ថ្នាំអ្វីក៏មិនកបដែរលោកសេដ្ឋីហ្វាក៏បានគោះតុកមួយដៃរួចញញឹមហើយក៏បាននិយាយថាឲ្យវាអញ្ចឹងទើបសមមកនិយាយរួចលោកសេដ្ឋីក៏បានបោះថងប្រាក់ដល់នាយខឹមដោយនិយាយបន្តថាចូលឯងយកប្រាក់ទាំងអស់នេះទៅចែកគ្នាទៅហើយតាមដានសកម្មភាពរបស់សេដ្ឋីនោះបន្តទៀតទៀនម្ចាស់ជ្រាបពេលនេះសេដ្ឋីនេះលំអងបាននាំសេដ្ឋីកែវទៅផ្ទះលោកគ្រូនៅភូមិមុខស្រុកហើយឲ្យវាទៅចោះគ្រូនោះវាមិនខ្មេះទេលុះដល់ព្រឹកឡើងសេដ្ឋីនេះនិងអ្នកបម្រើបានមកដល់ផ្ទះលោកគ្រូចាស់ស្រុកនោះហើយក៏បានចាប់ផ្ដើមរៀបរយគ្រឿងរណ្ដាប់មានភ្លេងអារក្សប្រគំយ៉ាងព្រឺព្រួចថ្វាយដល់គ្រូលោកសេដ្ឋីក៏បានចាប់ផ្ដើមស្រែកខ្លាំងៗដោយមានអ្នកបម្រើប្រុសចាប់ដៃចាប់ជើងជាប់មុខលោកគ្រូដែលកំពុងក្រវីដាវរារាំលោតចុះលោតឡើងភ្លេងចាប់ផ្ដើមរន្ទើនឡើងលោកគ្រូមានទឹកមុខប្លែកកាយវិការនិងសំឡេងផ្សេងហើយពោលថាអីយ៉ាអាននេះមកលេងជាមួយនឹងអញទៀតហើយវើយលោកគ្រូក៏សូត្រមន្តប្រោះទឹកហើយរៀបនឹងចងអំបោះឆៅលើដៃលោកសេដ្ឋីហើយស្រាប់តែលោកសេដ្ឋីស្រែកឡើងថាអញមិនព្រមទេលោកសេដ្ឋីក៏រត់នឹងទៅដល់មាត់ទ្វារពួកក្រុមអ្នកបម្រើប្រុសក៏បានចាប់ជាប់លោកគ្រូចាស់ស្រុកក៏បានចងអំបោះឆៅទៅលើដៃលោកសេដ្ឋីហើយលោកសេដ្ឋីក៏បានទន់ដៃទន់ជើងនិងដឹងខ្លួនឡើងវិញភ្លេងចាប់ផ្ដើមនិមន្តគ្រូត្រឡប់ទៅវិញដោយឃើញហេតុការណ៍នេះសេដ្ឋីនេះយល់ជាក់ក៏ចងសង់ផ្ទះធំមួយក្បែរលោកគ្រូចាក់ស្រុកនោះដើម្បីបង្ការមន្តងងឹតនោះតែលោកគ្រូចាក់ស្រុកថាមិនចាំបាច់ទេចូលលោកសេដ្ឋីនេះធ្វើតាមគ្រូណាចាព្រះគ្រូយកយ័ន្តនេះនិងព្រះខែមួយដាក់លើអាសនៈហើយថ្វាយគ្រឿងជីចែកផ្កាធម្មតាមុខផ្ទះយកដើមឌីដឹមមួយដាំស្រោចទឹកធម្មតាក្រៅរបងត្រូវដាំដើមរបងយក្សក្រោយផ្ទះដាក់យ័ន្តដែលគ្រូរៀបនេះចងលើទីខ្ពស់បន្ទាប់មកលោកសេដ្ឋីនេះក៏បានត្រឡប់ទៅផ្ទះវិញនិងរៀបចំតាមលោកគ្រូប្រាប់ដោយបានដំណឹងថាលោកសេដ្ឋីកែវមកវិញរួចអំពើរបស់លោកគ្រូមហាអាគមលោកសេដ្ឋីហ្វាក៏ទៅផ្ទះលោកគ្រូម្ដងទៀតហើយប្រាប់រឿងរ៉ាវសពគ្រប់យប់នេះយើងនឹងកំចាត់អាគ្រូនោះចេញហើយទើបឈ្នះហើយយើងក៏ចង់សាកជាមួយនឹងអាគ្រូចាស់ស្រុកនោះដែរចោះចំណែករឿងលោកសេដ្ឋីកែវអាចធ្វើស្អីវាបានទៅលោកគ្រូវាបានរៀបក្បួនមុនការពារ8ទិសដូច្នេះយើងចូលពុំបានទេតើតែឯងយកយ័ន្តនោះចេញឬយកក្បិនស្រីណាម្នាក់ទៅក្រោបលើយ័ន្តនោះចំណែកដើមឌីដើមវិញត្រូវតែចាក់ទឹកនោមលើឯយ័ន្តដែលចងនៅទីខ្ពស់ត្រូវយកមកកន្លង3ដងហើយចាំចងវិញនោះអំពើនឹងត្រូវវាមិនខានលោកសេដ្ឋីហ្វាក៏បានចាត់ឲ្យអ្នកបម្រើចាត់ចែងបន្លំនិងសោកអ្នកបម្រើដែលនៅបម្រើក្នុងផ្ទះលោកសេដ្ឋីកែវ
កំចាត់ក្បួនយ័ន្ត8ទិសនោះចោលតាមការផ្ដែផ្ដាំរបស់លោកគ្រូលោកសេដ្ឋីកែវក៏បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ភ្លាមទៅដោយរកគ្រូមិនទាន់លុះដល់យប់ឡើងលោកគ្រូមហាអាគមក៏បានរៀបចំពិធីដើម្បីកំចាត់លោកគ្រូចាស់ស្រុកនោះគេឮសំឡេងខ្លែងស្រាករបស់លោកគ្រូមហាអាគមនោះយំខ្វាក់ឡើងព្រឺក្បាលអ្នកស្រុកក៏មិនហ៊ានជេរដៀខ្លែងស្រាកនោះដែរព្រោះតែខ្លាចត្រូវអំពើរបស់លោកគ្រូនោះខ្យល់ខ្លាំងចាប់ផ្ដើមបោះប៉ះនឹងស្លឹកចេកឮគួរឲ្យខ្លាចលោកគ្រូមហាអាគមក៏បានចាប់ផ្ដើមសូត្រមន្តវិជ្ជាការរួចផ្លុំទៅកន្ត្រៃដាក់លើជើងពៀននោះកន្ត្រៃក៏ហោះសំដៅទៅផ្ទះលោកគ្រូចាស់ស្រុកសំឡេងក្មេងៗស្រែកពីក្រៅផ្ទះរបស់លោកគ្រូចាស់ស្រុកថាអើមានសត្រូវមកហើយគ្រូចាស់ស្រុកក្រោកឡើងហើយដើរទៅបន្ទប់រៀបអាសនៈហើយឲ្យប្រពន្ធនិងកូនបិទទ្វារឲ្យជាប់ផ្ដាំថាទោះមានសំឡេងអ្វីក៏ដោយក៏មិនឲ្យបើកទ្វារដែរគ្រូចាស់ស្រុកសូត្រលើរូបបដិមាមនុស្សខ្មៅស្រាប់ហើយចងអំបោះឆៅរួចសូត្រជាប់នៅពេលកន្ត្រៃហោះមកមានមនុស្សខ្មៅម្យ៉ាងខ្លួនធំប៉ុនផ្ទះគាត់ស្រាតនៅគោកវាយកន្ត្រៃឲ្យឈប់លោកគ្រូចាស់ស្រុកក៏បានចាប់ផ្ដើមញញឹមហើយនិយាយម្នាក់ឯងថាអីយ៉ាវាចង់លេងជាមួយនឹងអញហើយតានេះលោកគ្រូមហាអាគមចាប់ផ្ដើមយករូបក្របីធំមួយហើយសូត្រពីលើដីឥដ្ឋហើយសូត្រមន្តវិជ្ជាការយកឈាមសត្វមកលាបលើរូបក្របីនោះស្រាប់តែលេចរូបរាងក្របីធំប៉ុនយៈមកប្រយុទ្ធជាមួយនឹងមនុស្សខ្មៅនោះនៅលើមេឃគេឮតែសំឡេងផ្គររន្ទះបាញ់ឆ្វាចធ្វើឲ្យរង្គើព្រឹត្តពីខ្យល់បក់រំជួលដំបូលផ្ទះរៀបនឹងរលំចំណែកអ្នកខ្លះភ្លេចបិទបង្អួចត្រូវខ្យល់វាយបង្អួចប៉ះនឹងជញ្ជាំងឮសំឡេងភុងផាំងអ្នកស្រុកគិតថាវាជាព្យុះដែលកើតមានឡើងគួរឲ្យចម្លែកនៅលើផ្ទៃមេឃភ្នែកបន្ទោបាញ់ឆ្វេងឆ្វាចចាំងពន្លឺប្រៀបដូចជាពេលកណ្ដាលថ្ងៃត្រង់ហើយក៏លាន់ឮសូរក្រាំងផ្អើអស់គោក្របីជ្រូកមាន់ទាយំត្រហឹងអង្កងពូហើមរស់នៅជិតផ្ទះលោកគ្រូចាស់ស្រុកក៏ងើបដើម្បីបិទបង្អួចព្រោះភ្លៀងសាចូលផ្ទះរបស់គាត់សម្បើមណាស់ស្រាប់តែភ្នែកបន្ទោចេញមកជាខ្សែផ្លេកលើផ្ទៃមេឃលោកពូក៏មើលឃើញច្បាស់ក្រឡែតនៅមនុស្សខ្មៅស្រាប់ដ៏ធំអង្គុយក្បែរផ្ទះលោកគ្រូមានភ្នែកក្រហមច្រាដូចដុំភ្លើងពូហើមភ័យណាស់ក៏បានរត់ទៅកន្លែងគេងវិញមិនទាន់នឹងបិទបង្អួចរួចរាល់ផងលោកពូទាញភួយដណ្ដប់លើខ្លួននិងមុខរបស់គាត់ញាក់ទៅត្រើតមីងអេងដែលជាប្រពន្ធក៏ឆ្ងល់ខ្លាំងណាស់ហើយក៏កេះប្តីរបស់គាត់ហើយក៏និយាយថាអ្នកឯងហើយនេះកើតអីហ្នឹងប្តីភ្ញាក់ព្រឺតហើយនិយាយទៅកាន់ប្រពន្ធថាយីឯងមនុស្សកំពុងតែភ័យផងមកបញ្ញាអារម្មណ៍ចឹងទៅកើតហើយចុះឯងនេះវាកើតស្អីហ៎អញឃើញស្អីក៏មិនដឹងពេលពន្លឺភ្នែកបន្ទោបាញ់មកខ្លួនឡើងខ្មៅស្រិលភ្នែកក្រហមធំជាងផ្ទះទៀតនៅក្បែរផ្ទះលោកគ្រូចាក់ស្រុកឯណោះណែឯងកុំភ័យអីណានោះគឺជាកូនចៅលោកគ្រូចាក់ស្រុកទេគេមិនធ្វើអីយើងទេអញដឹងហើយតែអញឃើញអញនៅតែខ្លាចហើយជាធម្មតាទេគ្មានអ្នកណាងាយបានឃើញកូនចៅលោកគ្រូចាក់ស្រុកទេឯងនេះពិតជាមនុស្សមាននិស្ស័យហើយបនខ្ពស់ណាស់ហើយទៅភ័យស្អីនិស្ស័យឈួតអីអញខ្លាចសឹងស្លាប់ហើយអញឈប់និយាយហើយដេកទៅឯងស្រាប់តែពេលនោះក្របីខ្មៅធំរបស់លោកគ្រូមហាអាគមនោះក៏បានបោមកផ្ទះលោកគ្រូចាក់ស្រុកហើយស្រែកបញ្ចេញសំឡេងលាន់ឮគួរឲ្យខ្លាចលុះក្របីនោះឃើញមនុស្សខ្មៅក៏បោជល់តែត្រូវមនុស្សខ្មៅនោះហាមាត់បាញ់ចេញនៅផ្សែងខ្មៅខ្មួម្យ៉ាងបាញ់ចំក្របីនោះរលាយបាត់រូបទៅលោកគ្រូមហាអាគមនៅមុខអាសនៈកំពុងតែភាវនាស្រាប់តែរូបក្របីដីឥដ្ឋនោះដែលមានរុំព័ទ្ធដោយខ្សែសីមានោះក៏បានប្រេះបែកដោយខ្លួនឯងលោកគ្រូបញ្ចេញទឹកមុខនៅខឹងកាចហើយក៏បាននិយាយថាចង្រៃយោមែនអញនឹងធ្វើឲ្យឯងដឹងស្នាដៃអញបន្ថែមទៀតលោកគ្រូអាគមក៏ស្ទុះយកក្អមដី7ដែលរុំសីមាអំបោះឆៅនោះផ្លុំសូត្ររួចបើកបង្ហើបធ្នមដោយទឹកមុខញញឹមបែបកាចសាហាវស្រាប់តែមានខ្យល់បក់ចូលក្នុងបន្ទប់ដែលរៀបអាសនៈនោះធ្វើឲ្យរលត់ទៀនឈឹងព្រាយទាំង7ក៏បានបង្ហាញខ្លួនឡើងលោកគ្រូក៏បាននិយាយទៅកាន់ព្រាយទាំង7នោះថាទៅសម្លាប់អាគ្រូចាស់ស្រុកនោះទៅនេះជាបញ្ជាព្រាយទាំង7ក៏បានទៅផ្ទះលោកគ្រូនោះព្រាយទាំង7នោះ
ក៏បានយកឈ្នះមនុស្សយក្សខ្លួនខ្មៅនោះលោកគ្រូចាស់ស្រុកកំពុងតែភាវនាក៏ឮសំឡេងក្មេងៗស្រែកប្រាប់ថា យើងចាញ់គេហើយពួកវាជាព្រាយ7កាចសាហាវណាស់សូមប្រយ័ត្នផង លោកគ្រូចាស់ស្រុកក៏ភាវនាយកទឹកមន្តលើអាសនៈនោះមកផ្លុំឲ្យប្រោះលុះព្រាយមកដល់លោកគ្រូក៏បានកូរទឹកឲ្យប្រោះចំព្រាយនោះស្រែកកងរំពងពេញអាកាសលោកគ្រូយកអំបោះសីមារួចផ្លុំចងលើរូបស្រទាប់ចេកដែលសិតជារូបមនុស្សឬទង់ប្រលឹងនោះហើយលោកគ្រូក៏បានយកធូបទៅវេលើរូបពពួកព្រាយក៏បានស្រែកអង្វរលោកគ្រូថាអូយឈឺណាអញរៀងហើយលោកគ្រូកុំធ្វើបាបអញអី ចុះពួកមីអស់ឯងមករកធ្វើបាបអញធ្វើអីអញនឹងចាប់ហងឯងដុតឲ្យរលាយអស់តែម្ដង អត់ទេលោកគ្រូពួកយើងធ្វើតាមគេប្រើទេគេចាប់ពួកយើងដាក់ក្នុងក្អមសេពមុនមិនឲ្យពួកយើងហោះចេញទៅណាឆ្ងាយបានទេណាលោកគ្រូ ឥឡូវអញសូត្រឲ្យពួកហងមានសេរីភាពអញ្ចឹងហងឈប់ធ្វើបាបគេទៀត ព្រាយក៏បានថ្វាយបង្គំលោកគ្រូរួចក៏បាត់ខ្លួនទៅលោកគ្រូចាស់ស្រុកញញឹមហើយសមាធិបន្តហើយនិយាយតែម្នាក់ឯងខ្សឹបថា យ៉ាងម៉េចហើយគ្រូអាគមតើឯងមានអ្វីដើម្បីមកលេងជាមួយនឹងអញទៀត លោកគ្រូមហាអាគមក៏តបតាមសមាធិថា ឯងប្រឆាំងនឹងអញឯងគង់តែមានថ្ងៃអញធ្វើបាបឯងជាមិនខានទេឯងឈប់ធ្វើបាបគេទៀតទៅ ស្រេចតែអញលោកគ្រូចាស់ស្រុកក៏បានបញ្ចប់វិធីហើយក្រវែងគ្រាប់លៀងទៅក្រៅផ្ទះជាមួយនឹងស្គរតាំងម៉ែដែលពួនជាដុំហើយលោកនិយាយថាស៊ីទៅបើមានរឿងអ្វីមិនស្រួលឆាប់ប្រាប់ឪផងណាកូនឥឡូវឪគេងសិនហើយណាវើយ លោកគ្រូដើរទៅទីអាសនៈហើយសំពះ3ដងរួចហើយក៏គេងទៅលុះដល់ព្រឹកឡើងគ្រូអាគមខឹងជាខ្លាំងដោយពុំអាចធ្វើអ្វីលោកគ្រូចាស់ស្រុកបានលោកគ្រូក៏បានរៀបចំគ្រឿងរណ្ដាប់ផ្សេងដើម្បីសងសឹកបន្តនាយប់នេះរាត្រីការចូលម្ដងទៀតលោកគ្រូមហាអាគមក្រងឈុតពណ៌ខ្មៅក្នុងដៃមានរូបសត្វធ្វើអំពីដីជាច្រើនសូត្រផងចងអំបោះឆៅលើសត្វទាំងនោះផងស្រាប់តែសត្វក្របីធំ5ក្បាលលេចរូបរាងចេញមកម្ដងទៀតលោកគ្រូអាគមញញឹមហើយស្រែកក្អាកក្អាយហើយថ្វាយបង្គំទីអាសនៈដោយនិយាយថាសូមសម្ដេចព្រះគ្រូជួយកូនចៅឲ្យយកឈ្នះវាផងលោកគ្រូចាស់ស្រុកកំពុងតែពិសាទឹកតែក៏ស្រាប់តែឮសំឡេងក្មេងៗស្រែកម្ដងទៀតវាមកទៀតហើយពេលនេះវាមានអំណាចធំណាស់លោកគ្រូចាស់ស្រុកក៏បានយកមនុស្សចំបើងវិញម្ដងដោយចងអំបោះឆៅដដែលហើយសូត្រអាគមដាក់ស្រាប់តែលេចឡើងនៅមនុស្សដ៏ធំចងស្ពាន់ពណ៌ក្រហមមៀតធំលោកគ្រូក៏បានយកព្រះខ័នលើទីអាសនៈសូត្រហើយព្រះខ័នក៏ហោះទៅដៃមនុស្សយក្សនោះមនុស្សយក្សប្រយុទ្ធជាមួយក្របីធំ5ក្បាលនេះយ៉ាងខ្លាំងដោយអំណាចនៅអំពើល្អធ្វើឲ្យព្រះខ័នទឹកនោះកាត់ក្បាលក្របីទាំង5ក្បាលនោះរលាយរុកអស់ទៅលោកគ្រូអាគមក៏ផ្ងាក្រោយអ៊ូធៀមចាំងបារមីគេចំណែកទីអាសនៈក៏ឆេះរៀបតិចទីអស់លោកគ្រូមហាអាគមក៏ធ្លាក់ខ្លួនឈឺវេទនាស្រែកក្រំគ្រាទ្រុឌទ្រោមជាខ្លាំង